កាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះធនជ័យដែលល្បីថាជាក្មេងឆ្លាតលើសគេនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយធនជ័យតែងតែប្រើប្រាស់បញ្ញាដើម្បីដោះស្រាយបញ្ហាផ្សេងៗអ្នកភូមិទាំងអស់សរសើរគាត់មិនដាច់ពីមាត់ឡើយដោយសារតែភាពល្បីល្បាញនៃចំណេះដឹងព្រះរាជាបានបញ្ជាឲ្យគេហៅធនជ័យចូលវាំងធនជ័យធ្វើដំណើរដោយទំនុកចិត្តបំផុតគាត់មិនមានភាពភ័យខ្លាចចំពោះមុខអ្នកមានបុណ្យស័ក្តិឡើយព្រះរាជាចង់សាកល្បងបញ្ញារបស់ធនជ័យទ្រង់បានដាក់ប្រស្នាយ៉ាងពិបាកឲ្យគាត់ដោះស្រាយប៉ុន្តែសម្រាប់ធនជ័យគ្មានអ្វីដែលធ្វើមិនបាននោះទេថ្ងៃមួយគណៈប្រតិភូមកពីស្រុកចិនបានមកដល់ពួកគេមកដើម្បីភ្នាល់បញ្ញាជាមួយអ្នកប្រាជ្ញខ្មែរប្រសិនបើចាញ់នគរនឹងត្រូវជួបការលំបាកគ្មានអ្នកណាម្នាក់ហ៊ានតតាំងជាមួយអ្នកប្រាជ្ញចិនឡើយលើកលែងតែធនជ័យព្រះរាជាបានប្រគល់ភារកិច្ចដ៏សំខាន់នេះទៅឲ្យគាត់ធនជ័យញញឹមយ៉ាងស្រស់ស្រាយរួចទទួលយកបញ្ជានេះធនជ័យបានរៀបចំផែនការយ៉ាងប៉ិនប្រសប់គាត់បានធ្វើខ្លែងឯកមួយយ៉ាងធំដែលអាចបន្លឺសំឡេងបាននេះគឺជាអាវុធសម្ងាត់របស់គាត់ដើម្បីបំបាក់ស្មារតីសត្រូវនៅពេលយប់មកដល់ធនជ័យបានបង្ហោះខ្លែងនោះឡើងសំឡេងខ្លែងបន្លឺឡើងគួរឲ្យខ្លាចធ្វើឲ្យអ្នកប្រាជ្ញចិនភ័យញ័ររន្ធត់ពួកគេស្មានថាជាខ្មោចព្រាយបិសាចធនជ័យបានធ្វើដំណើរទៅដល់ស្រុកចិនគាត់បានប្រើល្បិចបោកអធិរាជចិនឲ្យសោយផ្លែឈើដែលហិលខ្លាំងគ្រប់គ្នាផ្ទុះសំណើចចំពោះភាពឆ្លាតវៃរបស់គាត់អ្នកប្រាជ្ញចិនមិនអាចឆ្លើយប្រស្នារបស់ធនជ័យបានឡើយពួកគេបានទទួលស្គាល់ថាធនជ័យពិតជាមានចំណេះដឹងខ្ពង់ខ្ពស់មែនកិត្តិយសរបស់ខ្មែរត្រូវបានលើកដំកើងធនជ័យបានត្រឡប់មកមាតុភូមិវិញដោយជោគជ័យគាត់បានក្លាយជាវីរបុរសដែលប្រើបញ្ញាដើម្បីការពារជាតិរឿងនេះបង្រៀនយើងថាចំណេះដឹងគឺជាទ្រព្យជាប់ខ្លួនដែលគ្មានអ្នកណាអាចលួចបានឡើយ